câu cả đi dương tự mở chẳng chưa đồng nó saiสมัยជួបមានអាដាមអៀងសុផលិតរំត្រីបឋានមកដែរជាមួយអាដាមជាមចាំសពណាបាខេតមកជាមួយគ្នាគេទូរស័ព្ទទៅមេយុទ្ធភូមិភាគទី3ហើយតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺប្រាប់ថាឲ្យផ្អាកការរុះរើសិនហើយកន្លែងផ្ទះគ្រូស្អីឲ្យទុកឲ្យគេដំណើរការរៀនសូត្រដំណើរការផ្ទះតែគ្រូអត់ផ្ទះនៅពីណាពងៀតទៅសិនទៅព្រោះអត់តន់ប្រញាប់ទៅណាទេពេលជាមួយគ្នាឲ្យក្រសួងបរិស្ថានជាមួយខេត្តចាត់តំណាងជំនាញចោះជាបន្តទៅមើលស្ថានភាពជាក់ស្ដែងដើម្បីមើលព្រមអីទៅហើយយើងរកដំណោះស្រាយគោលដៅគឺថារកដំណោះស្រាយថ្ងៃណាដើម្បីឲ្យមានចីរភាពនឹងណយូរវែងឲ្យសាលានេះបន្តពង្រៀនដើម្បីឲ្យសិស្សជាង150នាក់អាចកើតទៀតឆ្នាំក្រោយឡើង2-300នាក់ហើយដើម្បីបានផលពីការចូលរួមរបស់សាលាដងតទៅទៀតអត់មានឲ្យបិទតដាទេហើយគ្រូក៏ដូចគ្នាដែរយើងនឹងរៀបចំឲ្យបានស្រួលបួលដើម្បីកុំឲ្យមានបញ្ហាឲ្យមានរយៈពេលទៅជេរភាពតែខ្ញុំប្រាប់ថាឲ្យខ្ចីដីហ្នឹងសម្រាប់ទៅធ្វើហ្នឹងណាប្រយ័ត្នថាឲ្យខ្ចីដីបិទសាលាទៅបើករីសតអត់ទេគាត់មានធ្វើអាផ្ទះមួយគេហៅ home stay ហ្នឹងសម្រាប់យកលុយចិញ្ចឹមសាលាតាក់ទងការងារមនុស្សធម៌អត់មានបង្រៀនអីទៀតយើងធ្វើបានអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនមហាជនទី1អត់តាក់ទងជាមួយអង្គការជើងសភាពទេក៏អត់ដឹងទេរឿងដីវត្តសាយោធាទី2ដំណោះស្រាយយើងបានឲ្យគោលការណ៍ឲ្យអត់មានការរុះរើទៅណាទេបន្តរៀនធម្មតាក្រសួងបរិស្ថានជាមួយនឹងខេត្តនឹងចុះទៅដើម្បីពិនិត្យព្រមឲ្យបានច្បាស់រៀបចំអីដើម្បីសម្រួលព្រោះឥឡូវគាត់នៅអត់មានប្លង់រឹងទេមានតែការអនុញ្ញាតក្រៅផ្លូវការរបស់មន្ត្រីបរិស្ថានតាំងពី2017អញ្ចឹងគាត់នៅស្រាវចឹងខ្នងអញ្ចឹងមិនថាទៅកុំឲ្យវាទំនាស់ចុះប្រឌិតមើលដើម្បីយើងដោះស្រាយធ្វើម៉េចធានានៅចីរភាពនិងនិរន្តរភាពដែលសាលាអាចជួយទៅបាន BS សេវាកម្មឆាប់រហ័សសុវត្ថិភាពដែលជាទីទុកចិត្តរបស់លោកអ្នកក្រុមហ៊ុន BS Transportation and Trading Co Ltd ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើងផ្ដល់ជូននូវសេវាកម្មធំចំនួន3រួមមានសេវាកម្មបញ្ញាអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេសសេវាកម្មដឹកអ្នកដំណើរក្នុងស្រុកនិងក្រៅស្រុកនិងសេវាកម្មភស្តុភារកម្ម BS Transportation and Trading Co Ltd នឹងក្លាយជាជម្រើសទី1របស់អតិថិជនការព្រួយបារម្ភរបស់អ្នកគឺជាទំនួលខុសត្រូវរបស់យើង